មនុស្សអត់សិលហ្នឹងមានន័យថាលៀបជូងមុខខ្លួនឯងឲ្យខ្មៅហើយសង្ឃឹមថាគេឃើញថាយើងស្អាតមនុស្សអត់មានចរិតរឹកពីថ្លៃថ្នូរអត់សិលអាត្មាលើករឿងជាក់ស្ដែងមួយចាស់ត្រូវជាសាច់ឈាមដែរប៉ុន្តែសាច់ឆ្ងាយគាត់អ្នករស់ស៊ីផ្នែកអចលនៈទ្របនៅស្រុកជប៉ុនស្រុកអីអូច្រើនណាហើយគាត់ឃើញក្មួយម្នាក់ហ្នឹងវាខលវាខ្ជិលវាប៉ោឡែហើយចឹងអាណិតក៏ឲ្យមកនៅជាមួយនៅមើលផ្ទះការដ្ឋានគាត់ធ្វើវេលាក្នុងចិត្តគាត់ជាបងជាប្អូននឹងនឹកថាបើវាកែនឹងរកផ្ទះរកស្បែងរកម៉ូតូរកមុខលបអីឲ្យវាអញ្ចឹងណាគេហៅខ្មែរផ្ចង់ផ្ដើមអញ្ចឹងញោមណាហ្នឹងហើយអានោះវាមកវាអត់ចេះរៀបចំខ្លួនឲ្យល្អនៅមួយគេបាន2-3ខែលួចម៉ូតូគេបាត់អស់មួយគេបងឲ្យច្រើនជាងហ្នឹងប៉ុន្តែអាសកម្មភាពអត់ល្អហ្នឹងវាទៅរាំងខ្ទប់ប៉ុនហ្នឹងមិនឲ្យផលតើនេះទាំងអស់គ្នានៅក្នុងភាសាអភិធម្មលោកហៅថាបយោគវិបត្តិមានន័យថារៀបចំជីវិតអត់ត្រូវដល់អញ្ចឹងប៉ុនហ្នឹងត្រូវឲ្យផល1000បាន10បាន20អីប៉ុណ្ណឹងឯងប៉ុន្តែផ្ទុយទៅវិញបើគាត់ខ្វះប៉ុនពីអតីតមកប៉ុន្តែបច្ចុប្បន្នហ្នឹងគាត់រៀបចំជីវិតត្រូវភាសាអភិធម្មលោកហៅបយោគសម្បត្តិមនុស្សហ្នឹងប្រឹងមនុស្សហ្នឹងចរិតរឹតពីថ្លៃថ្នូរមនុស្សហ្នឹងពឹងបានមនុស្សហ្នឹងអត់ចេះដើរអេកអូចចាក់ចុចទេមនុស្សហ្នឹងគ្រាន់បើចរិតគេរៀនបានតិចមែនប៉ុន្តែថ្លៃថ្នូរយ៉ាងណាបើភាសាធម៌ហៅថាជាមនុស្សមានសិលអ្នកមានសិលហ្នឹងព្រះអង្គប្រៀបធៀបថាបុណ្យហូរចូលដូចជាទឹកហូរពីទីទួលមកកាន់ទីទាបអញ្ចឹងគេស្រឡាញ់គេចូលចិត្តហ្មងមិនមែនគេស្រឡាញ់នឹងលៀបអីគេទាំងអស់គ្នាលៀបលេអត់ទេហ្នឹងហើយអាស្អាតនឹងស្អាតមិនផ្លែទេប៉ុន្តែស្អាតនឹងចរិយាមារយាទមនុស្សស្មោះត្រង់ពឹងបានអាហ្នឹងបើមេវិញអាត្មាគិតថាញោមជាប្រធានអាចដឹងថារកតែមនុស្សទុកចិត្តនឹងបកគលការងារឲ្យធ្វើមេបន្តអាត្មាអាសាជួប CEO GM General Manager អីសាមកវត្តអីគាត់ទៅព្រះអង្គបាក់រមមនុស្សទុកចិត្តនឹងបាក់បរោយដូចថាអាចបកគលការងារឲ្យយើងអត់បាក់គិតណាបាក់ហើយបើមានណាគេទុកខួរក្បាលគេទៅគិតរឿងធំទៀតហ្នឹងហើយប៉ុន្តែមិនឲ្យតែយើងសមនឹងទទួលការងារនឹងបានអាហ្នឹងគឺដូចថាយើងធ្វើឲ្យជាមនុស្សដូចថាភាសាយើងប្រៀបធៀបថាដូចទឹកដងអញ្ចឹងតែមានទឹកมันខ្វះឲ្យគេមករកយើងបើប្រៀបធៀបមួយទៀតដូចនឹងដុំពេជ្រឬក៏ដុំមាសពេជ្រហ្នឹងនៅក្រោមបាតដាក៏គេជីកតាមរកដែរមែនទេបងប្អូនណា